ในក្នុងសប្តាហ៍នេះខ្ញុំសូមនាំអារម្មណ៍របស់អ្នកទាំងអស់គ្នាមកជួបជាមួយនឹងអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបដែលសៀវភៅរបស់គាត់ត្រូវបានលក់ដាច់ជាង21លានក្បាលនៅជុំវិញពិភពលោកអ្នកនិពន្ធរូបនោះគឺលោក John C. Maxwell ហើយសៀវភៅដ៏ល្បីមួយក្បាលក្នុងចំណោមសៀវភៅដ៏ល្បីផ្សេងៗទៀតរបស់លោកដែលខ្ញុំបាននឹងលើកយកមកដើម្បីសង្ខេបជូនអ្នកទាំងអស់គ្នានៅក្នុងសប្តាហ៍នេះមានចំណងជើងថា The 15 Invaluable Laws of Growth ដែលមានអត្ថន័យជាភាសាខ្មែរថាច្បាប់ទាំង15ធ្វើឲ្យអ្នករីកចម្រើនដែលភ្ជាប់មកជាមួយនឹងចំណងជើងតូចៗដោយបានសរសេរថាអនុវត្តច្បាប់ទាំងនេះក្នុងជីវិតដើម្បីឈានដល់ចំណុចកំពូលនៃសក្តានុពលរបស់អ្នកតើគោលការណ៍ឬវិធីសាស្ត្រណាមួយដែលត្រូវបានគេអនុវត្តរួចហើយនឹងមានប្រសិទ្ធភាពពិតប្រាកដដែលអាចជួយមនុស្សគ្រប់គ្នាឲ្យរីកចម្រើនដែរឬទេគឺពិតជាមាននេះបើតាមការអះអាងរបស់លោក John C. Maxwell តើលោក John C. Maxwell គឺជានរណាហើយអ្វីបានជាគាត់ហ៊ានអះអាងយ៉ាងដូចនេះលោក John C. Maxwell គឺជាអ្នកជំនាញខាងភាពជាអ្នកដឹកនាំជាវិទ្យាមិននិយាយជាសាធារណៈជាគ្រូបង្វឹកនិងជាអ្នកនិពន្ធដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិដែលមានកំណត់ត្រាលក់សៀវភៅដាច់ជា21លានក្បាលនៅជុំវិញពិភពលោក John Maxwell គឺជាស្ថាបនិកនៃក្រុមហ៊ុន Equip និងក្រុមហ៊ុន John Maxwell ដែលជាស្ថាប័នបណ្ដុះបណ្ដាលអ្នកដឹកនាំជាង5លាននាក់នៅទូទាំងសកលលោកជារៀងរាល់ឆ្នាំគាត់បាននិយាយទៅកាន់ក្រុមហ៊ុនល្បីៗអ្នកដឹកនាំអន្តរជាតិក្នុងរដ្ឋាភិបាលនិងស្ថាប័នធំៗដូចជាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point សម្ព័ន្ធបាល់ទាត់ជាតិអាមេរិកនិងអង្គការសហប្រជាជាតិគាត់មានការងប់ងល់យ៉ាងខ្លាំងទៅនឹងប្រធានបទនៃការអភិវឌ្ឍខ្លួនអស់រយៈពេលជាង50ឆ្នាំមកហើយគាត់បង្រៀនដល់មនុស្សជាច្រើននៅអ្វីដែលគាត់បានប្រមូលចងក្រងកត់ត្រាក៏ដូចជាបទពិសោធន៍ពិតដែលគាត់បានឆ្លងកាត់ក្នុងជីវិតដើម្បីជួយពួកគេឲ្យឈានដល់ចំណុចកំពូលនៃសក្តានុពលរបស់គេម្នាក់ៗនៅក្នុងសៀវភៅនេះជំពូកនីមួយៗគឺផ្ទុកទៅដោយព័ត៌មានអំពីរបៀបក្នុងការរស់នៅឲ្យបានប្រសើរជាងមុនអភិវឌ្ឍទំនាក់ទំនងយូរអង្វែងប្រកបដោយនិរន្តរភាពនិងបង្កើនសមត្ថភាពរបស់អ្នកដើម្បីអាចដឹកនាំអ្នកដទៃបានល្អដើម្បីកុំឲ្យខាតពេលខ្ញុំបាទសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាស្វែងយល់ពីច្បាប់ទី1ដូចតទៅច្បាប់ទី1 The Law of Intentionality គឺជាច្បាប់ដែលសំដៅដល់ការប៉ុនប៉ងសម្រាប់បំណងប្រាថ្នាអ្វីមួយលោកអ្នកអាចចាប់ផ្ដើមដោយសួរខ្លួនឯងនៅសំណួរមួយនេះថាតើអ្នកចង់ទៅឲ្យដល់ចំណុចណានៅក្នុងជីវិតរបស់អ្នកភាពរីកចម្រើនផ្នែកផ្លូវចិត្តនិងសតិអារម្មណ៍មិនមែនចេះតែកើតមានឡើងដោយឯងនោះទេអ្នកត្រូវតែមានចិត្តនិងប៉ុនប៉ងចង់ឃើញវាកើតមានឡើងចំពោះអ្នកតាមរយៈការបញ្ចេញជាសកម្មភាពហើយរៀនពីរបៀបដើម្បីអាចជួយអ្នកឲ្យផ្លាស់ប្ដូរនិងរីកចម្រើនទៅមុខបានដោយមិនត្រូវរងចាំពេលវេលាការលើកទឹកចិត្តឬការជំរុញទឹកចិត្តពីមនុស្សណាម្នាក់ឡើយចាប់ផ្ដើមជាមួយនឹងចំហេះថាមពលចេញពីខ្លួនអ្នកផ្ទាល់ទៅវិចេះបានយូរដោយអ្នកត្រូវតែរំកិលទៅមុខជានិច្ចរីកចម្រើនរាល់ថ្ងៃបើទោះបីជាអ្នករីកចម្រើនយឺតក៏ដោយចុះប៉ុន្តែត្រូវប្រកាសថាអ្នកបានផ្លាស់ទីទៅកាន់ទីតាំងថ្មីមួយទៀតដែលប្រសើរជាងមុនហើយនៅគ្រប់ដំណាក់កាលនៃការផ្លាស់ប្ដូរដើម្បីស្វែងរកភាពរីកចម្រើនមកដល់ខ្លួនឯងនេះសូមកុំបារម្ភនិងខ្វល់ខ្វាយច្រើនហួសហេតុពេកអីអំពីកំហុសដែលអ្នកអាចនឹងបង្កើតឡើងពីព្រោះថាកំហុសតែងតែកើតមានឡើងចំពោះអ្នកដែលធ្វើជាធម្មតាបើមិនចង់ខុសទាល់តែកុំធ្វើអ្នកខ្លះខ្លាចខុសខ្លាចបរាជ័យពេកមិនហ៊ានសូម្បីតែចាប់ផ្ដើមចុះប្រសិនបើមានអភិនិហាកើតឡើងដែលអាចជួយអ្នកថាធ្វើទៅអ្នកនឹងមិនខុសឬក៏បរាជ័យនោះឡើយតែអ្នកមានធ្លាប់គិតទេថាតើអ្នកនឹងចង់ធ្វើអ្វីតាមពិតគ្មានអ្វីដែលអាចធានាបាន 100% ថាវាត្រូវតែជោគជ័យនោះឡើយនេះវាគ្រាន់តែជាសំណួរដើម្បីឆ្កឹះនៅចំណងការប៉ុនប៉ងសម្រាប់អ្វីមួយនៅក្នុងជីវិតរបស់អ្នកតែប៉ុណ្ណោះពីព្រោះថាបើមិនសួរបែបនេះទេមនុស្សមួយចំនួនមិនហ៊ានចាប់ផ្ដើមនោះឡើយសូម្បីតែគិតពីព្រោះថាខ្លាចខុសឬខ្លាចបរាជ័យនោះឯងអ្នកត្រូវតែរឹងមាំនិងម៉ឺងម៉ាត់បំផុតចំពោះពាក្យសន្យាដែលអ្នកបានកំណត់ចំពោះខ្លួនឯងមិនថាជារឿងតូចឬក៏ជារឿងធំនោះឡើយពីព្រោះវាអាចជួយកាត់បន្ថយលេសក្នុងជីវិតរបស់អ្នកបានកាលអ្នកនៅរៀនគឺអ្នកបានរៀនមេរៀនរួចហើយទើបអ្នកចូលប្រឡូកក្នុងការប្រឡងនាពេលក្រោយប៉ុន្តែជីវិតមិនដូច្នោះទេអ្នកនឹងត្រូវឆ្លងកាត់វិញ្ញាសាជាមុនសិនមុននឹងអ្នកអាចរៀនសូត្រមេរៀនដ៏ល្អមួយបានការសម្រេចចិត្តមួយដែលល្អគឺការចេញពីបទពិសោធន៍នៃការសម្រេចចិត្តមិនល្អជាច្រើនលើកច្រើនសារនៅក្នុងអតីតកាលដូច្នេះការបង្កើតឲ្យមានភាពរីកចម្រើនមកដាក់ខ្លួនវាមិនងាយស្រួលនោះឡើយអ្វីគ្រប់យ៉ាងនៅក្នុងโลกនេះដែលមានប្រយោជន៍ដល់ជីវិតគឺវាមានតម្លៃរបស់វា
ដែលអ្នកត្រូវតែបដូរដើម្បីយកវាមកដាក់ចូលក្នុងជីវិតរបស់អ្នកដូច្នេះអ្នកត្រូវត្រៀមខ្លួនដើម្បីបង់ថ្លៃនោះប៉ុន្តែអ្នកក៏ត្រូវតែចងចាំជានិច្ចផងដែរថាការមានជំនឿចិត្តវាគឺជារឿងល្អមួយពីព្រោះថាវាអាចវាយបំបាក់សេចក្តីភ័យខ្លាចឲ្យខ្ទេចខ្ទីអស់បានប៉ុន្តែសូមកុំមានជំនឿចិត្តជ្រុលហួសហេតុពេកលែងស្គាល់ទាបស្គាល់ខ្ពស់ខ្លួនជាសត្វឆ្មាសោះប៉ុន្តែហ៊ានស្រមៃហួសមៀតរហូតហ៊ានគិតថាខ្លួនឯងជាសត្វខ្លាជាសត្វឥន្ទ្រីដោយមិនបានស្គាល់ខ្លួនឯងពិតរូបពិតថាជាអ្វីនោះរហូតដល់សូម្បីតែពាក្យសម្ដីត្រឹមត្រូវមានប្រយោជន៍មួយចំនួនក៏អ្នកស្ដាប់លែងចូលត្រចៀកដែរនោះបើអ្នកធ្វើប្រហែសនិងខ្ជិលខ្ជាបែបនេះតែបន្តិចនោះអ្នកនឹងក្លាយជាមនុស្សល្ងង់ភ្លាមមួយរំពេចនិងជារឿងគួរឲ្យអាសូរជាទីបំផុតកំណត់គោលដៅឲ្យបានច្បាស់លាស់ពេលចាប់ផ្ដើមចាប់ច្រវាអ្នកត្រូវសម្លឹងត្រើយកុំខ្វល់ខ្វល់រេរាតាមខ្យល់នោះមេរៀនជីវិតអាចបង្រៀនអ្នកឲ្យផ្លាស់ប្ដូរបានជួនកាលផ្លាស់ប្ដូរទៅជាមនុស្សល្អជាធនធានដល់សង្គមជួនកាលផ្លាស់ប្ដូរអ្នកទៅជាមនុស្សអាក្រក់នាំចង្រៃដល់សង្គមក៏មានដូច្នេះវាគឺជារឿងចាំបាច់បំផុតដែលអ្នកត្រូវតែរៀបផែនការក្នុងការផ្លាស់ប្ដូររីកចម្រើនរបស់អ្នកឲ្យបានល្អដោយត្រូវកំណត់គោលបំណងនិងបំណងប្រាថ្នាឲ្យបានច្បាស់លាស់ចង់រីកចម្រើនទៅតាមផ្លូវណាហើយទៅឲ្យដល់ណាអ្វីដែលអ្នកគួររៀនសូត្របន្ថែមតើគួររើសគំនិតសម្រាមមកដាក់ក្នុងខួរក្បាលរបស់អ្នកឬរើសយកគតិបណ្ឌិតប្រកបដោយកម្លាំងជំរុញវិជ្ជមានជីវិតមនុស្សម្នាក់ខ្លីខ្លាំងណាស់គ្មានពេលវេលាដើម្បីខ្ជិលខ្ជាខ្ជះខ្ជាយដើម្បីរកបទពិសោធន៍ដែលមិនចាំបាច់ក្នុងការសម្រេចវត្ថុបំណងជីវិតមកដាក់ខ្លួននោះឡើយមានអ្នកខ្លះហ៊ាននិយាយថាប្រឡូកក្នុងជីវិតស្គាល់រសជាតិជីវិតឲ្យអស់ទើបរកត្រូវឃើញចូលបើសុខចិត្តចំណាយពេលប្រឡូករកបទពិសោធន៍មកដាក់ជីវិតទៅហើយមិនក៏មិនរៀបចំដាក់ផែនការឲ្យបានល្អដើម្បីយកបទពិសោធន៍ដ៏ត្រឹមត្រូវសមស្របទៅនឹងវត្ថុបំណងក្នុងជីវិតរបស់យើងតែម្ដងទៅមិនខុសអ្វីពីចង់រីកចម្រើនខាងផ្នែក IT បែររត់ទៅរៀនសាកល្បងរកបទពិសោធន៍ពីផ្នែកលក់នោះទេច្បាប់ទី2 The Law of Awareness គឺសំដៅដល់សេចក្តីរលឹកដឹងត្រូវខ្ញុំបាននឹងចែករំលែកចំណុចនេះឲ្យបានលម្អិតបំផុតតាមដែលអាចធ្វើទៅបានពីព្រោះថាវាអាចជួយដល់អ្នកដែលមិនទាន់មានទិសដៅនិងវត្ថុបំណងពិតប្រាកដនៅក្នុងជីវិតនៅឡើយចំណុចសំខាន់នៅក្នុងទីនេះគឺអ្នកត្រូវដឹងថាតើអ្នកជានរណាតើអ្នកចង់បានអ្វីពីជីវិតរបស់អ្នកសួរសំណួរដ៏មានឥទ្ធិពលទាំងនេះប្រសិនបើអ្នករកឃើញចម្លើយចូលកត់វាទុកនៅអ្វីដែលអ្នកចង់បានពិតប្រាកដក្នុងជីវិតដូចជាចក្ខុវិស័យនៃជីវិតរបស់អ្នកគោលបំណងនៃជីវិតរបស់អ្នកជាដើមនៅពេលអ្នកកត់ត្រាវាទុករួចរាល់អស់ហើយនោះចូលអានរំលឹកវារាល់ថ្ងៃដោយស្រមៃនិងបង្កើតជារូបភាពមួយដែលអ្នកអាចស្រមៃដល់ឲ្យដក់ជាប់នៅក្នុងចិត្តរបស់អ្នកហើយត្រូវកត់ត្រានៅវិធីសាស្ត្រដែលអាចជួយអ្នកជំរុញអ្នកឲ្យទទួលបាននូវជីវិតដែលអ្នកចង់បាននោះតើអ្វីខ្លះដែលអ្នកត្រូវធ្វើដើម្បីទទួលបានជីវិតបែបនោះតើអ្នកចង់ក្លាយទៅជាអ្នកណាដើម្បីអាចទទួលបានជីវិតបែបនោះមានមនុស្សជាច្រើននៅពេលសួរសំណួរទាំងនេះពួកគេមិនអាចឆ្លើយបានឡើយសូម្បីតែមួយសំណួរនៅពេលសួរថាតើអ្នកចង់បានអ្វីពីជីវិតរបស់អ្នកពួកគេមិនអាចឆ្លើយសំណួរនេះបានឡើយពួកគេពិតជាមិនដឹងថាតើពួកគេចង់បានអ្វីសម្រាប់ជីវិតមួយនេះឡើយពួកគេគ្រាន់តែរស់ដើម្បីកំដរពិភពលោកនេះដោយគ្មានគោលដៅពិតប្រាកដប៉ុណ្ណោះមនុស្សជាច្រើនពិតជាមិនដឹងថាតើអ្វីដែលពួកគេត្រូវការពិតប្រាកដសម្រាប់ជីវិតមួយនេះឡើយជឿអត់ថាមនុស្សដែលគ្មានគោលដៅច្បាស់ជាបណ្ដោយឲ្យអ្វីទៅតាមយថាកម្មមិនខានដូច្នេះអ្នកមិនគួរខ្លាចជាមនុស្សបែបនេះឡើយដំណោះស្រាយដំបូងគឺអ្នកត្រូវធ្វើសមាធិចិត្តតម្កល់ចិត្តនិងតាំងអារម្មណ៍នៅកន្លែងស្ងប់ស្ងាត់ណាមួយដោយគ្មានការរំខានហើយសួរខ្លួនឯងថាតើអ្នកគឺជានរណាតើខ្ញុំចង់បានអ្វីឲ្យប្រកបនៅក្នុងជីវិតនេះតើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីរស់ក្នុងជីវិតមួយសមតាមក្តីប្រាថ្នាបានអ្វីទៅជាគោលបំណងពិតប្រាកដហើយអ្វីខ្ញុំត្រូវតែធ្វើវាតើខ្ញុំគួរបន្សល់ទុកនៅគំរូបែបណាសម្រាប់អ្នករាល់គ្នាដែលនៅជុំវិញខ្ញុំជាពិសេសមនុស្សជាទីស្រឡាញ់របស់ខ្ញុំមនុស្សដែលចិត្តដិតនៅខ្ញុំតើខ្ញុំគួរបន្សល់ទុកនៅកេរដំណែលអ្វីសម្រាប់អ្នកទាំងអស់នោះនៅពេលអ្នកដឹងច្បាស់ហើយមានគោលបំណងច្បាស់លាស់ហើយអ្នកអាចចាប់ផ្ដើមសម្រេចវានិងធ្វើឲ្យថ្ងៃនីមួយៗនៃជីវិតរបស់អ្នកក្លាយជាថ្ងៃល្អសម្រាប់អ្នកជានិច្ចជាមួយនឹងភាពរីកចម្រើននិងបង្កើតសមិទ្ធផលថ្មីរាល់ថ្ងៃបន្សល់នៅគំរូនៃជីវិតដ៏អស្ចារ្យជារៀងរាល់ថ្ងៃចូលអ្នករៀនស្រឡាញ់ជីវិតដែលអ្នកកំពុងមានជារៀងរាល់ថ្ងៃនេះបើអ្នកសម្លឹងទៅមើលអ្វីដែលអ្នកមាននោះអ្នកនឹងរកឃើញថាអ្នកមានអ្វីជាច្រើនខណៈពេលដែលអ្នកខ្លះមិនមានអ្វីដែលអ្នកមាននេះផងប៉ុន្តែប្រសិនបើអ្នកសម្លឹងទៅលើអ្វីដែលអ្នកគ្មានវិញនោះអ្នកនឹងមានអារម្មណ៍ថាអ្នកខ្វះខាតនិងមិនគ្រប់គ្រាន់តាមចំណង់របស់អ្នកឡើយ
ដូច្នេះអ្នកត្រូវតែឲ្យតម្លៃជីវិតបែបនេះនៅក្នុងថ្ងៃនេះមិនត្រូវពន្យាពេលបន្តទៀតនោះទេពីព្រោះយើងមិនដឹងថាតើនឹងមានរឿងអ្វីកើតឡើងចំពោះយើងនៅថ្ងៃស្អែកនោះឡើយតើអ្នកទាំងអស់គ្នាបាននឹងកំពុងតែរស់នៅក្នុងជីវិតមួយដែលអ្នកប្រាថ្នាចង់បានហើយឬនៅឬក៏អ្នកកំពុងតែរស់នៅក្នុងជីវិតមួយដែលអ្នកដទៃជាអ្នកកំណត់ឲ្យអ្នកឬក៏អ្នកគ្រាន់តែសម្របខ្លួនដើម្បីគ្រាន់តែរស់នៅក្នុងជីវិតមួយដែលស្របតាមគេតាមឯងក្នុងโลกនេះពីព្រោះថាអ្នកមិនចាំបាច់ខ្វល់ខ្វាយច្រើនតែអ្នកសុខចិត្តផ្លាស់ប្ដូរคล้ายជាមនុស្សម្នាក់ផ្សេងទៀតមិនមែនជាខ្លួនពិតរបស់អ្នកដើម្បីគ្រាន់តែអាចចុះសម្រុងជាមួយនឹងអ្នកដទៃមែនទេខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកគួរតែទទួលបានអ្វីមួយដែលល្អជាងនេះអ្នកគួរតែទទួលបាននៅជីវិតមួយដែលរស់នៅក្នុងនាមជារូបអ្នកហ៊ាននិយាយនិងរស់នៅជាមួយនឹងការពិតនៃអ្នកហើយដែលអាចរស់នៅជាមួយនឹងសក្តានុពលពិតដែលអ្នកមានសូមកុំបារម្ភមនុស្សដែលត្រូវនឹងអ្នកនឹងចូលមកក្នុងជីវិតរបស់អ្នកអ្នកត្រូវរស់នៅជាមួយនឹងខ្លួនពិតរបស់អ្នកអ្នករស់នៅក្នុងជីវិតបែបនេះមិនមែនដោយសារតែអ្នកចង់នោះទេប៉ុន្តែដោយសារតែអ្នកមានកាតព្វកិច្ចបន្តទៅមនុស្សជំនាន់ក្រោយរបស់អ្នកដើម្បីធ្វើជាគំរូដ៏ល្អមួយដល់ពួកគេអ្នកមានកាតព្វកិច្ចក្នុងការជំរុញទឹកចិត្តអ្នកដទៃឲ្យដេញតាមក្តីស្រមៃរបស់ពួកគេក្នុងជីវិតដើម្បីរស់នៅដោយភាពពេញលេញក្នុងនាមជាមនុស្សហ៊ាននិយាយហ៊ានធ្វើនិងហ៊ានទទួលខុសត្រូវហេតុអ្វីអ្នកមិនបន្សល់ទុកនៅការចងចាំល្អៗឲ្យគ្រួសារឲ្យមនុស្សជាទីស្រឡាញ់និងមនុស្សជំនាន់ក្រោយហេតុអ្វីអ្នកមិនបន្សល់ទុកនៅភាពជាគំរូគឺភាពជាគំរូនៃសុភមង្គលភាពជាគំរូនៃជីវិតមួយពេញលេញជាមនុស្សជាតិប្រកបដោយធម៌សញ្ញាគំរូនៃសន្តិភាពគំរូនៃសេចក្តីស្រឡាញ់និងសេចក្តីអំណរពិតប្រាកដមួយដែលសុទ្ធតែបានមកពីសេរីភាពនៃគំនិតដែលអ្នកប្រាថ្នាចង់ធ្វើអ្វីមួយចង់បានអ្វីមួយក្នុងជីវិតនេះប្រកបដោយគុណធម៌និងភាពស្អាតស្អំច្បាប់ទី3 The Law of the Mirror គឺសំដៅដល់ការចេះមើលឃើញនិងស្គាល់ពីគុណតម្លៃរបស់ខ្លួនឯងបើតាមអ្នកជំនាញខាងចិត្តសាស្ត្រម្នាក់ដែលមានឈ្មោះថា Nathaniel Branden លោកបានមានប្រសាសន៍ថាគ្មានកត្តាណាមួយដែលមានសារៈសំខាន់ជាងកត្តាផ្លូវចិត្តដ៏រឹងមាំដែលមនុស្សម្នាក់ៗមានចំពោះខ្លួនរបស់គេឡើយរាល់ទិដ្ឋភាពនៃការរស់នៅរបស់មនុស្សម្នាក់ៗគឺសុទ្ធតែត្រូវបានទទួលរងនូវឥទ្ធិពលពីចិត្តគំនិតការគិតការឲ្យតម្លៃផ្ទាល់ទៅលើខ្លួនរបស់គេម្នាក់ៗប្រសិនបើអ្នកយល់ថាអ្នកគឺជាមនុស្សដែលគ្មានតម្លៃនោះអ្នកនឹងមិនគិតខំប្រឹងប្រែងដើម្បីបន្ថែមគុណតម្លៃដល់ខ្លួនអ្នកដល់ជីវិតរបស់អ្នកនោះឡើយតែអ្វីទៅដែលជាធម្មជាតិពិតរបស់អ្នកតែអ្នកឧស្សាហ៍និយាយលើកទឹកចិត្តខ្លួនឯងដែរឬទេឧស្សាហ៍និយាយបង្អាប់ខ្លួនឯងដែរឬទេដោយខ្ញុំធ្លាប់បានបកស្រាយកាលពីសៀវភៅលើកមុនរួចហើយថាប្រសិនបើអ្នកជាមនុស្សដែលសម្បូរទៅដោយការគិតវិជ្ជមាននោះអ្នកនឹងបង្កើតបានជារូបភាពវិជ្ជមានចេញមកក្រៅបានហើយអាចត្រូវបានមើលឃើញនិងឲ្យតម្លៃពីអ្នកដទៃជាមួយនឹងរូបភាពល្អៗភាពវិជ្ជមានទាំងនោះផងដែរប៉ុន្តែប្រសិនបើអ្នកមានគំនិតទូទីធនិយមច្រើនហើយនោះរូបភាពល្អៗឥទ្ធិពលនៃភាពវិជ្ជមានគឺពិបាកនឹងសាយភាយលេចចេញជារូបរាងឬសកម្មភាពឡើងមកបានណាដូច្នេះអ្នកត្រូវតែចាប់ផ្ដើមធ្វើនៅរឿងទាំងប៉ុន្មានខាងក្រោមនេះឲ្យបានកាន់តែឆាប់កាន់តែល្អកបញ្ឈប់ការប្រៀបធៀបខ្លួនរបស់អ្នកទៅនឹងមនុស្សណាម្នាក់ផ្សេងទៀតខកុំព្យាយាមកំណត់ព្រំដែននៃជំនឿចិត្តរបស់អ្នកករៀនផ្ដល់គុណតម្លៃដល់អ្នកដទៃខធ្វើរឿងដែលត្រឹមត្រូវបើទោះបីជាវាលំបាកធ្វើយ៉ាងណាក៏ដោយនោះទើបយើងមានតម្លៃងត្រូវរស់នៅជាមួយនឹងវិន័យរក្សាវិន័យឲ្យបានល្អទោះការងារតូចក្តីធំក្តីចាប់យកចក្ខុវិស័យវិជ្ជមានដោយផ្ដោតលើអ្វីដែលអ្នកឲ្យតម្លៃបំផុតនៅក្នុងជីវិតត្រង់ចំណុចនេះមានន័យថាប្រសិនបើអ្នកមានចក្ខុវិស័យជីវិតមួយដែលវិជ្ជមាននោះអ្នកនឹងប្រព្រឹត្តនៅសកម្មភាពវិជ្ជមានដើម្បីសម្រេចឲ្យបានចក្ខុវិស័យនោះពេលនោះហើយដែលរូបភាពនៃការគ្រប់ឲ្យតម្លៃចំពោះខ្លួនឯងកើតមានឡើងកាន់តែច្រើនហើយយល់ថាជីវិតរបស់អ្នកគឺមានតម្លៃមិនមែនសម្រាប់តែអ្នកនិងក្រុមគ្រួសាររបស់អ្នកប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់សហគមន៍អ្នកក៏ដូចជាសង្គមជាតិរបស់អ្នកផងដែរច្បាប់ទី4 The Law of Reflection គឺសំដៅដល់ការចេះផ្អាកសកម្មភាពនានារួចរកពេលវេលាស្ងប់ស្ងាត់ដើម្បីត្រួតពិនិត្យមើលសកម្មភាពនិងគោលដៅរបស់អ្នកឡើងវិញក្រុមហ៊ុន Coca-Cola ក៏ធ្លាប់បានផ្សព្វផ្សាយភេសជ្ជៈរបស់ខ្លួនជាមួយនឹងឃ្លាដ៏ទាក់ទាញមួយដែលសរសេរថា The pause that refreshes មានន័យថាភេសជ្ជៈនេះគឺអាចជួយអ្នកផ្អាករាល់សកម្មភាពនានាបន្តិចសិនដើម្បីធ្វើឲ្យជីវិតរបស់អ្នកស្រស់ស្រាយឡើងវិញប្រសិនបើមានមនុស្សណាម្នាក់កំពុងតែដើរខុសគន្លងផ្លូវទៅកាន់ក្តីស្រមៃឬវត្ថុបំណងក្នុងជីវិតអ្វីដែលពួកគេត្រូវការពិតប្រាកដ
មិនមែនជាការលើកទឹកចិត្តឬជំរុញចិត្តដើម្បីបង្កើនល្បឿននោះទេប៉ុន្តែជំនួសមកវិញពួកគេគួរតែត្រូវបានផ្ដល់ឲ្យនៅពេលវេលាស្ងប់ស្ងាត់ណាមួយដើម្បីពង្រឹងការផ្ដោតអារម្មណ៍ការត្រេះរិះពិចារណាអំពីសកម្មភាពនិងគោលដៅរបស់គេឡើងមកវិញដូច្នេះមនុស្សគ្រប់គ្នាពិតជាត្រូវការពេលវេលាស្ងប់ស្ងាត់និងផ្អាកសកម្មភាពម្ដងម្កាលហើយយកពេលនោះដើម្បីធ្វើការត្រួតពិនិត្យមើលឡើងវិញនៅគោលដៅក៏ដូចជាសកម្មភាពកន្លងមកថាពួកគេកំពុងតែស្ថិតនៅលើគន្លងដ៏ត្រឹមត្រូវដែរឬទេហើយបើយើងសិក្សាពីជីវប្រវត្តិកម្ពុជាមនុស្សជាច្រើនក្នុងโลกពួកគេទាំងអស់នោះគឺសុទ្ធតែបានចំណាយពេលវេលាយ៉ាងច្រើននៅម្នាក់ឯងដើម្បីត្រួតពិនិត្យសកម្មភាពកន្លងមកនិងផែនការជីវិតរបស់ពួកគេជារឿយៗដើម្បីលូតលាស់និងរីកចម្រើនបានអ្នកក៏ត្រូវការសម្រាកលំហែដូចគ្នាចំណាយពេលឆ្លុះបញ្ចាំងពីអ្វីដែលអ្នកកំពុងរៀនពីបទពិសោធន៍របស់អ្នកការពិនិត្យមើលឡើងវិញដោយយកចិត្តទុកដាក់នៅមេរៀនដែលអ្នកបានឆ្លងកាត់អាចជួយតម្រែតម្រង់អ្នកឲ្យងាកមកដើរលើផ្លូវត្រូវវិញបានទស្សនវិទូផ្នែកចំនួនលោកជីមរ៉នបានធ្វើការណែនាំថានៅចុងបញ្ចប់នៃថ្ងៃនីមួយៗអ្នកគួរធ្វើការឆ្លុះបញ្ចាំងពិនិត្យមើលសកម្មភាពរបស់អ្នកសម្រាប់ថ្ងៃនីមួយៗថាអ្នកបានបង្កើតលទ្ធផលឬសកម្មភាពដ៏ត្រឹមត្រូវដែរឬទេអ្នកក៏អាចសួរខ្លួនឯងថាតើអ្វីដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុតជាមួយនឹងសកម្មភាពដែលខ្ញុំបានធ្វើនៅក្នុងថ្ងៃនេះហើយព្យាយាមស្វែងរកចម្លើយសម្រាប់ថ្ងៃនីមួយៗអ្នកនិពន្ធសៀវភៅអាជីវកម្មដ៏ល្បីឈ្មោះពីររូបគឺលោក John Assaraf និង Murray Smith បានលើកឡើងថាមនុស្សយើងម្នាក់ៗតាំងពីតូចក្រូចឆ្មារហូតដល់អាយុ17ឆ្នាំគឺយើងធ្លាប់បានឮពាក្យថាអ្នកធ្វើមិនកើតទេទៅមិនរួចទេ 15,000 ដងបើប្រៀបធៀបទៅនឹងពាក្យថាអ្នកអាចធ្វើបានដែលអ្នកធ្លាប់បានឮតែ 5,000 ដងប៉ុណ្ណោះនេះហើយជាមូលហេតុមួយដែលធ្វើឲ្យមនុស្សយើងភាគច្រើនជឿថាពួកគេធ្វើមិនកើតទៅមិនរួចច្រើនជាងអ្នកដែលគិតថាខ្ញុំអាចធ្វើវាបានច្បាប់ទី5 The Law of Consistency សំដៅដល់អ្វីក៏ដោយដែលអ្នកធ្វើគឺត្រូវតែមានភាពទៀងទាត់ជាប់លាប់ឲ្យដូចជាភ្លៀងរលឹមមិនខ្វល់ថាអ្នកមានទេពកោសល្យល្អប៉ុណ្ណាមិនខ្វល់ថាអ្នកមានឱកាសច្រើនប៉ុណ្ណាឡើយការអនុវត្តសកម្មភាពអ្វីមួយបានជាប់លាប់និងទៀងទាត់គឺសំខាន់បំផុតប្រសិនបើអ្នកមិនមានវិន័យទេនោះទោះបីជាមនុស្សមួយផែនដីផ្ដល់ការលើកទឹកចិត្តដល់អ្នកក៏នឹងមិនអាចជួយអ្នកឲ្យរីកចម្រើនបានដែរការហ៊ានបោះជំហានទៅមុខផ្លាស់ប្ដូរដើម្បីភាពរីកចម្រើនជារៀងរាល់ថ្ងៃតម្រូវឲ្យរូបអ្នកត្រូវមានវិន័យលោក George Larimer បាននិយាយថាអ្នកអាចក្រោកពីដំណេករៀងរាល់ព្រឹកជាមួយនឹងអារម្មណ៍ល្អនឹងខ្លួនឯងហើយពោរពេញដោយការតាំងចិត្តប្រសិនបើអ្នកចូលគេងដោយសេចក្តីពេញចិត្តចំពោះសកម្មភាពដែលអ្នកបានបំពេញត្រឹមត្រូវក្នុងថ្ងៃនីមួយៗថាវាបាននឹងកំពុងតែឆ្ពោះទៅរកគោលដៅរបស់អ្នកនោះចូលផ្ដល់ឲ្យខ្លួនឯងនៅឱកាសដើម្បីផ្លាស់ប្ដូរពីខាងក្នុងខ្លួនរបស់អ្នកជាមុនដោយចាប់ផ្ដើមជាមួយនឹងបញ្ហាប្រឈមដ៏សាមញ្ញបំផុតហើយបោះជំហានទៅមុខបន្តិចម្ដងជាមួយនឹងបញ្ហាកាន់តែស្មុគស្មាញឡើងអ្នកជំនាញផ្នែកឧស្សាហកម្មលោក Ian McGregor បានមានប្រសាសន៍ថាគាត់បានអនុវត្តគោលការណ៍ដូចគ្នាទៅនឹងអ្នកជំនាញក្នុងការបង្វឹកសេះដែរដោយគេចាប់ផ្ដើមឲ្យសេះរៀនផ្លាស់របងទាបងាយជាមុនសិនបន្ទាប់មកគឺឲ្យវាផ្លាស់របងកាន់តែខ្ពស់និងលំបាកបែបនេះសេះនឹងមានទំនុកចិត្តថាវាអាចធ្វើបានរីឯមនុស្សក៏ដូចគ្នាច្បាប់ទី6 The Law of Environment សំដៅដល់កត្តាមនុស្សដែលនៅជុំវិញអ្នកចង់រីកចម្រើននិងចង់ទទួលបានជោគជ័យកត្តាមនុស្សជុំវិញអ្នកនិងមនុស្សដែលអ្នកសេពគប់គឺជារឿងដែលសំខាន់បំផុតពីព្រោះថាពួកគេអាចជួយជំរុញពេលខ្លះក៏អាចជាសម្ពាធផងដែរដែលវាអាចធ្វើឲ្យអ្នកឈានទៅដល់ចំណុចកំពូលនៃការប្រើប្រាស់សក្តានុពលរបស់អ្នកបានពេញលេញពេលខ្លះអ្នកអាចមានទឹកចិត្តនិងមានវិន័យហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ប្ដូរប៉ុន្តែបរិយាកាសនៅជុំវិញអ្នកបានអូសទាញដំណើររបស់អ្នកឲ្យត្រឡប់ក្រោយវិញដូច្នេះចូលអ្នករៀបចំនិងពិនិត្យមើលបរិស្ថានមនុស្សដែលនៅជុំវិញអ្នកឡើងវិញដើម្បីសិក្សានិងកំណត់ពីកត្តាដែលពួកគេអាចរារាំងដល់អ្នកបរិយាកាសនេះរាប់បញ្ចូលមនុស្សទាំងអស់ដែលពាក់ព័ន្ធនៅក្នុងជីវិតរបស់អ្នកហើយអ្វីចាំបាច់ធ្វើដូច្នេះពីព្រោះថាអ្នកនឹងមិនអាចបន្តដំណើរទៅមុខបានទេប្រសិនបើមនុស្សជុំវិញអ្នករារាំងអ្នកនោះចិត្តវិទូសង្គមនៅសាកលវិទ្យាល័យ Harvard លោក David McClellan បានលើកឡើងថាមនុស្សដែលអ្នកមានទំនាក់ទំនងជាមួយជារៀងរាល់ថ្ងៃគឺជាឥទ្ធិពលរហូតដល់ទៅ 95% ចំពោះភាពជោគជ័យឬក៏ភាពបរាជ័យរបស់អ្នកដូច្នេះចូលអ្នកធ្វើការជ្រើសរើសពួកគេដោយប្រុងប្រយ័ត្ននិងប្រកបដោយភាពឆ្លាតវៃច្បាប់ទី7 The Law of Pain ច្បាប់នៃការឈឺចាប់ព្រឹត្តិការណ៍ដ៏ជូរចត់នៅក្នុងជីវិតរបស់យើងគ្រប់រូបមិនមែនជារឿងដែលត្រូវសាទរនោះទេប៉ុន្តែយ៉ាងហោចណាស់អ្នកអាចរៀននិងអាចរីកចម្រើនពីបទពិសោធន៍ដ៏ឈឺចាប់ទាំងនោះបានមនុស្សគ្រប់គ្នាគឺសុទ្ធតែធ្លាប់ឆ្លងកាត់ស្ថានភាពអវិជ្ជមាន
หรือเพียบจูจอดแต่ตามไส้เรื่องในชีวิตเรื่องคลุนปนแต่สำคัญเจ็ดไหนให้แปลคลายวีเอาเตอร์เจียวการดำไปเรียนโซดนั่งมันเอาเวียการลางจิตทำไมเตียดหรือก็อย่างหอยนะแน่ดังทาเตอร์ทัวอย่างนะบ่าวเวียการลางมองจิตทำไมมาดองเตียนหนูแน่ฮาตึกจำไงช่างไดอานาหน้ายาบานิเยธาเขียมสกจัดบรรดาเอาคลุนเขียมฉลองการในบอดปิสาวชีวิตครบอย่างโดยจิเพียบชื่อจับหรืออารามไอเกาจีดาวหรือเพราะท่าเรื่องแต่งนู้มันเป็นอิทธิพลจำพวกเขียมเล่าโดยรับนาเขียมดังฉบับขนมจัดเขียมถาวิคือชีบอดปิสาวทำไมมวยหรือวิญญาณชีวิตทำไมมวยได้ดังน้อมเขียมไอการกำลังทำไมมวยเตี้ยได้ขปูจิงมุนโดยเฉพาะเขียมไอสวากมปูเวียบานครบเปลฉบับที่ประมาณ The Law of Design สำแดงดอลกาพิวอร์จุดซะดำไปเพียบริจมรันขมิ้นเอาไว้จำไรนุเต้ประสันบายเยื่อมาเรียนแผนการสำหรับชีวิตระบายเยื่อนุเต้คือเยื่อนี้นั่งตัวโรงในอติพลปีกำเนิดระบายเนตเต้จุดที่บำพดจังหายการแดดดังในกูกำเนิดคลักนองการเรียบจอมแผนการชีวิตคือไอช่วยเนบานในขนมฉบับที่ประมาณนี้เขียนมาดังเลือกยกในกูกำเนิดจำนวนใบหมกใจลมเล่จมูกหนึ่งเนี่ยถึงออกเนี่ยบรรทายตีดมวยมีในครั้งนี้ท่าชีวิตมันสมกสมัยเป็นนุเต้ตรมเตอเขียนยูสโรแปกันดาวตรองจำนวนนี้ปนใต้การแดดไอรักษาบานในการเกิดแบบนี้ไอ้บ้านจอบลมนู้คือเปิดเชียมันสรุปประมาณลอยมนุษย์สมัยมันเนี้ยมันไอ้ในยีปีนี้ดาวตุนกจัดบานลอยคือมีแต่เนี้ยแดดไอดังปีวิธีกบโครงจัดจมผู้เพียบบอดใบหนังการแปรปรวนนองชีวิตปนกแดดไอฮามอในยีปีนี้ใจหมกบ้านเข้าสะสมบำพดปีในขนมชีวิตนี้คือขมิ้นร้อยเปียทาซ้อมหรือสะละบองคือมีแต่เปียทาปรังปลายเอาใจเรื่องนั่งทัวไอ้บ้านละอบำพดตามแดดไอทัวเตอบ้านหนึ่งจับประดามทัวเวียขนมเปียไอเหล่านี้ใต้ปนกใบการแจ้เรียบจอมดำน้ำชีวิตคือเมียนตุ่มง้นนั้นสาระสำคัญคลังเจียงการเรียบจอมแผนการชีวกรรมหรืออาชีพการเงียระบอบเนี้ยเตียดบันเนี้ยไอเรียบจอมดำน้ำชีวิตระบอบเนี้ยบานตรมเตอมันระเนียระใหญ่นุอาชีวกรรมการเงียวิจิตชีวระบอบเนี้ยก็หนึ่งเมียนดำน้ำการเตยบานซองประกอบระลูนเติมตามดูได้ในปีเนี้ยจับประดามกัดโรงยุทธศาสตร์สำหรับบังการเพียบริจำรานดอกล้วนโจเนี้ยจำนายเปเวลีสำหรับล้วนเองบกรวมแต่งทุนเทียนแต่เตยโยมปรานุอ้อยบ้านกรุบกรวนบันเนโยธาปริมาณหรือการกำหนดตรมปนมันแต่สนามทากรุบกรอนซ่อนหมอมสำหรับอนุวัตยุทธศาสตร์นุโจเนยกจำนวนนุเตอกุนหนึ่งปีติดในกุนหนึ่งปีนี้คือวีอาร์จูเนียอ้อยบรรโตดำนาบานชงายมันชับบะตึกจัดนึ่งมันงี้บ่บองแต่เนี่ยมันดังเตถารอสมรรถภาพขนมชีวิตหนึ่งการเมียนลางบานประสันบายึงพิจิมโจตโรเวียได้ปรายุทธศาสตร์ปัญตายุทธศาสตร์นุติดสาวมันตรัสมกสมัยนุเตเนี่ยเตอแต่เมียนเพียบเจสไดหนึ่งนี้อนุวัตบานฉบับที่ประมวล The Law of the Ladder ฉบับนี้สำนักดอลจารัฐมียึดตัวระบอบยื่งแต่มาดองได้บ้านใจถาบ้านเนี้ยเมียนจารัฐมียึดจิมดูริจำรานุครบในเซมเตียนในจิวระบอบเนี้ยก็ริจำรานแต่ตามนูได้จ้องเชียนดอลจำนวนกัมพูในสักดานปูเปอร์ระบอบเนี้ยการพิวัตรบกเลิกและคณะหรืออัตจารระบอบเนี้ยคือสำคัญบำพดปีปรูบัตตามการสังเกตเลือกการใดมนุษย์ได้โจกเจจิตรานยืนเคียงทาผู้เกสแต่เมียนในบกเลิกและคณะแบบนี้โดยขณีคือเมียนอัตจารละอ้อประกอบได้เพียบสมองตรังหนึ่งสุจริตเพียบผู้เกเอาดำไลครั้งจมปูสกมาละเพียระบอบเนี้ยโดยเตยประดาวครั้งเลือกากายหลมอ้อดอกคัดสมาจัดระบอบผู้เกปีขางขนองอ่อยบานพ่อระพังจิมุนเซนมดหนึ่งสายพีอัตโปนุตการเนี้ยโดยเตยใจดมเล่ในเพียบจืดเจ๊จมปูก้นดำไลในเพียบตรำเตยนั่งเหมือนไงบ้าบองลอยประสันบาเรื่องมวยนู้มันตอนดอกตีบรรจบระบอบเวียฉบับตีดอก The Law of Rubber Band ฉบับกระสุกองจองสอนนี้ปรับยังถ่าเอาไว้ครบยั้งหนึ่งเนื้อตรึงมันริกมันเยี่ยเตียดลายประสันบาเยื่อมันต่อติ้งเวียนุเตรียมครูนดำไปแจ้งแจ้งปีดำบอลสวัสดิ์เพระบอลเน่ Comfort Zone ปุริครูระบอลเน่เอาโดเจียกระสุกองดำหน้าก้าวปุริครูนี้นึ่งเตรียมประชมหนึ่งการชื่อจับคลามันคานลอยแบบนี้ให้บานเจียมันเมียมันดูจานลอยไอท์เฟอร์วีบานจ้องปุริครูนายทอมเนี่ยเตรียมประชมหนึ่งการพลาดประโดเป๊ะพลาดประโดเรื่องมวยจำนวนขนมชีวิตวิไอบังกอยเมียนการชื่อจับหรืออารมณ์ปีบ้านหนึ่งทเวอร์หรือตัวโยกหรือไปคลาเมียนฮาในเพย์ขปูเถิดพองบายกับสุกองเว้นจิงคลังเป๊กไอหนึ่งได้โดยเฉพาะเนี่ยเตรียมเจสแมนของปีจำนวนเดนเนี่ยกำปงถัดเนื้อแต่นอกที่ตั้งทำไมเดนเนี่ยจองเตอร์ดาวนุเมียนจำไงปนนาเตรียมปลายกำลังอ่อยบ้านซ้อมละม้อมมันเต็กเป๊กมันคลังเป๊กปีพรูวิไอได้โดเจียกับสุกองจังได้โดยเฉพาะการปันประมาณกำลังคลูนหนึ่งทนเทียนในคลูนเมียนนั่งแต่ดาวตัวในที่ยากสำคัญในขนมก้าปลาประโดมนุษย์ยังก็มันข้อไอปีกับสุกองจองสอนได้
យើងកាន់តែរីកចម្រើនកាន់តែមានតម្លៃបើកាលណាយើងត្រូវបានគេប្រើប្រាស់ច្រើនមិនថាក្នុងគោលបំណងល្អឬគោលបំណងកេងប្រវ័ញ្ចនោះឡើយអ្នកនឹងទទួលបាននូវភាពរីកចម្រើនទៅលើផ្នែកណាមួយនៃជីវិតរបស់អ្នកមិនខានអាចជាបទពិសោធន៍ឬកម្លាំងចិត្តឬភាពរឹងមាំឬភាពអំណត់អត់ធន់ជាដើមឡើយច្បាប់ទី11 The Law of Trade-off ច្បាប់នេះសំដៅដល់ការលះបង់អ្វីមួយដើម្បីបានរបស់អ្វីមួយត្រឡប់មកវិញច្បាប់នេះមិនមែនជារឿងថ្មីសម្រាប់អ្នករាល់គ្នានោះទេវាបានកើតឡើងយ៉ាងសាមញ្ញនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗនៅក្នុងកលៈទេសៈខ្លះដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់អ្នកត្រូវតែមានឆន្ទៈហ៊ានលះបង់ចំណែកដ៏មានតម្លៃណាមួយនៃជីវិតរបស់អ្នកផងដែរជំរឿដែលអ្នកជ្រើសរើសនឹងមានឥទ្ធិពលផ្ទាល់ទៅលើផ្លូវជីវិតរបស់អ្នកដែលអ្នកត្រូវដើរនៅពេលដែលអ្នកប្រឈមមុខនឹងជំរឿដ៏លំបាកចូលព្យាយាមគិតគូរវាតម្លៃដោយការប្រុងប្រយ័ត្នខ្ពស់នៅរាល់ចំណុចដែលជាប់តាក់ទងនីមួយៗសំខាន់ណាស់ការដែលយើងម្នាក់ៗអាចមើលវាឃើញថាជាឱកាសសម្រាប់រីកចម្រើនដល់ខ្លួនឯងឬក៏ជាអន្ទាក់នោះការដោះដូរមិនមែនចេះតែធ្វើនោះទេអ្នកត្រូវគិតឲ្យបានហ្មត់ចត់ពីព្រោះថាការដោះដូររបស់យើងខ្លះនៅក្នុងជីវិតមិនមានតម្លៃគ្រប់គ្រាន់សម្រាប់ដោះដូរនោះឡើយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះយើងជៀសមិនរួចឡើយអំពីជម្រើសនៃការដោះដូរនេះនៅក្នុងជីវិតរបស់យើងម្នាក់ៗដូច្នេះចូលរៀនស្វាគមន៍ចំពោះជម្រើសដ៏លំបាកនានានិងការដោះដូររបស់អ្នកការចេះទទួលខុសត្រូវចំពោះសកម្មភាពនិងការសម្រេចចិត្តបង្ហាញពីភាពចាស់ទុំនិងការលូតលាស់ផ្នែកផ្លូវចិត្តនិងស្មារតីរបស់អ្នកច្បាប់ទី12 The Law of Curiosity ច្បាប់នេះសំដៅដល់ការចង់ចេះចង់ដឹងអ្វីៗគ្រប់យ៉ាងអ្នកមិនអាចរីកចម្រើនបានទេប្រសិនបើអ្នកមិនបានបន្តរៀនសូត្រអ្វីដែលថ្មីនោះចូលបង្កើតទម្លាប់ឲ្យខួរក្បាលរបស់អ្នកមួយថាពេលឃើញឬជួបប្រទះរឿងអ្វីមួយពាក្យថាវាយគួរតែត្រូវបានលេចឡើងនៅក្នុងការគិតរបស់អ្នកមុនគេពីព្រោះថាពេលណាដែលអ្នកចង់ដឹងកាន់តែច្រើនអ្នកនឹងរៀនសូត្របានកាន់តែច្រើនហើយអ្នកក៏នឹងរីកចម្រើនកាន់តែច្រើនឡើងផងដែរដើម្បីអាចបង្កើនការចង់ចេះចង់ដឹងចង់ឃើញរបស់អ្នកសូមកុំខ្លាចកុំខ្មាស់អៀនចំពោះការបង្ហាញនៅភាពកង្វះខាតចំណេះដឹងការស្រេកឃ្លានចំណេះដឹងរបស់អ្នកធ្វើល្ងងមួយពេលអ្នកនឹងដឹងរហូតប៉ុន្តែបើអ្នកធ្វើចេះមួយពេលនោះអ្នកនឹងល្ងងគ្មានថ្ងៃឆ្លាតនោះឡើយអ្នកជំនាញផ្នែកគ្រប់គ្រងលោក Peter Drucker បានមានប្រសាសន៍ថាភាពខ្លាំងបំផុតរបស់ខ្ញុំក្នុងនាមជាអ្នកប្រឹក្សាយោបល់គឺខ្ញុំចេះធ្វើជាមនុស្សល្ងងខ្លៅម្នាក់ដើម្បីអាចមានឱកាសសួរនៅសំណួរមួយចំនួនទៅកាន់អ្នកដទៃកំណត់គោលដៅដើម្បីរៀនការពិតថ្មីពីជីវិតឲ្យបានរៀងរាល់ថ្ងៃនៅពេលដែលអ្នកមានផ្នត់គំនិតចង់ចេះចង់ដឹងពេលនោះអាថ៌កំបាំងនៅក្នុងពិភពលោកនេះនឹងបើកបង្ហាញដល់អ្នកបន្តិចម្ដងដូចគ្នានេះដែរការបរាជ័យផ្ដល់ឲ្យអ្នកនៅឱកាសពិសេសដើម្បីរៀនសូត្របន្ថែមរៀនបើកចំហចិត្តដោយសុទ្ធតិធិនិយមដើម្បីទទួលស្គាល់ថារាល់បញ្ហាណាមួយតែងតែមានដំណោះស្រាយជានិច្ចច្បាប់ទី13 The Law of Modeling ច្បាប់នេះសំដៅដល់ការយកនរណាម្នាក់ធ្វើជាគំរូដែលត្រូវនឹងក្តីប្រាថ្នារបស់អ្នករៀនសូត្រអំពីបទពិសោធន៍ពិតសកម្មភាពពិតរបស់គេដែលមិនមែនគ្រាន់តែជារឿងនិទានតគ្នាការលូតលាស់រីកចម្រើននៅបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដែលជាភាសាអង់គ្លេសយើងហៅថា personal growth គឺកាន់តែងាយនឹងសម្រេចបាននៅពេលដែលនរណាម្នាក់មានចំណេះដឹងពិតប្រាកដអាចជួយណែនាំអ្នកឲ្យដើរលើមាគ៌ារីកចម្រើនរបស់អ្នកមិនឲ្យខុសផ្លូវនោះជ្រើសរើស mentor ណាម្នាក់ដែលអាចណែនាំអ្នកអំពីជំហានដែលត្រូវអនុវត្តកុំព្យាយាមទៅរៀនពី mentor កម្រិតកំពូលសម្រាប់អាជីវកម្មធំឬ mentor សម្រាប់ស្ថិពន្ធរៀនអីវាខុសដាច់ឆ្ងាយពេកពីស្ថានភាពពិតរបស់អ្នកមិនអាចរៀនផ្នត់គំនិតសេដ្ឋីមកធ្វើរឿងសម្រាប់រៀបសាមញ្ញធម្មតាបានទេវាអាចនឹងធ្វើឲ្យអ្នកងាយបាក់ទឹកចិត្តនិងងាយបោះបង់ mentor ដែលល្អគឺជាអ្នកដែលអាចផ្លាស់ប្រែការគិតនិងជីវិតរបស់អ្នកបាននៅកម្រិតដែលសមរម្យបំផុតសម្រាប់ស្ថានភាពពិតរបស់អ្នកច្បាប់ទី14 The Law of Expansion ច្បាប់នេះសំដៅដល់ការរៀនសូត្រការរីកចម្រើននិងការបង្កើនសមត្ថភាពឈប់ធ្វើអ្វីដែលអ្នកបានរំពឹងទុកប៉ុន្តែចូលធ្វើអ្វីមួយឲ្យលើសពីការរំពឹងទុករបស់អ្នកវិញអ្វីក៏ដោយដែលអ្នកបានធ្វើអ្វីក៏ដោយដែលអ្នកសម្រេចបានកន្លងមកអ្នកគឺពិតជាអាចធ្វើវាបានល្អឬបានច្រើនលើសពីមុនទៅទៀតតែអ្នកជឿឬអត់អ្នកជំនាញខាងចិត្តសាស្ត្របានអះអាងថាមនុស្សអាចប្រើប្រាស់សក្តានុពលរបស់ពួកគេបានត្រឹមតែ 10% ប៉ុណ្ណោះដូច្នេះដើម្បីអ្នកអាចសម្រេចសមិទ្ធផលបានច្រើនជាងមុនអ្នកគួរកែប្រែផ្នត់គំនិតជាមូលដ្ឋានរបស់អ្នកដូចជាត្រូវបដូរពីពាក្យថាតើខ្ញុំអាចទៅរួចទេទៅជាតើខ្ញុំអាចធ្វើបានដោយរបៀបណាពីព្រោះថាតើខ្ញុំអាចទៅរួចទេនេះគឺជាសំណួរទាល់ច្រកបាត់ការគិតរកផ្លូវរបស់អ្នកបាត់ទៅហើយ
តែខ្ញុំអាចធ្វើបានដោយរបៀបណាគឺជាសំណួរឆ្កឹះឲ្យអ្នកប្រឹងរកវិធីសាស្ត្រដើម្បីសម្រេចវាច្បាប់ទី15 The Law of Contribution ច្បាប់នេះសំដៅទៅដល់ការចែករំលែកនូវអ្វីដែលអ្នកមានទៅកាន់អ្នកដទៃឬមនុស្សជុំវិញអ្នកវាអាចជាចំណេះដឹងបទពិសោធន៍ឬជំនាញអ្វីមួយជីវិតរបស់អ្នកមិនគួរផ្ដោតតែទៅលើភាពរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នកឡើយសូមអ្នកយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អ្នកដទៃដែលអ្នកយកចិត្តទុកដាក់នៅក្នុងជីវិតផងដែរអ្នកអាចនឹងនឹកគិតពីរបៀបដែលអ្នកអាចចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនៅជីវិតរបស់ពួកគេតាមរយៈឥទ្ធិពលរបស់អ្នកដូចជាពាក្យមួយឃ្លារបស់លោកតាម្រិតកុលផេងស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្របានមានប្រសាសន៍ថាប្រសិនបើយើងមិនអាចក្លាយជាពន្លឺព្រះច័ន្ទដើម្បីបំភ្លឺលោកទាំងមូលបានយ៉ាងហោចណាស់យើងក៏អាចក្លាយទៅជាពន្លឺភ្លើងទៀនដើម្បីបំភ្លឺមនុស្សក្នុងគ្រួសារដ៏តូចមួយបានដែរនេះគឺជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើតការពេញចិត្តនិងសេចក្តីរីករាយពិតដល់ផ្លូវចិត្តរបស់អ្នកលោក Benjamin Franklin តែងតែព្យាយាមស្វែងរកចម្លើយដ៏ត្រឹមត្រូវដើម្បីបង្កើតការពេញចិត្តនិងសេចក្តីសុខក្នុងផ្លូវចិត្តរបស់គាត់តាមរយៈការធ្វើរឿងដ៏អស្ចារ្យបំផុតមួយគឺជួយដល់អ្នកដទៃគាត់តែងតែសួរសំណួរពីរនេះទៅកាន់ខ្លួនឯងរាល់ថ្ងៃនៅពេលព្រឹកគាត់សួរខ្លួនឯងថាតើទង្វើល្អអ្វីខ្លះដែលខ្ញុំគួរធ្វើនៅថ្ងៃនេះហើយជារៀងរាល់ល្ងាចគាត់ក៏តែងតែសួរខ្លួនឯងផងដែរថាតើខ្ញុំបានធ្វើទង្វើល្អអ្វីខ្លះនៅក្នុងថ្ងៃនេះអ្នកគួរតែធ្វើអ្វីមួយដែលមានប្រយោជន៍នៅក្នុងជីវិតនេះបើអ្នកមិនបានធ្វើអ្វីដែលមានប្រយោជន៍មានគុណតម្លៃដល់អ្នកដទៃទេនោះបើទោះបីជាអ្នកអាចរស់ដល់អាយុ100ឆ្នាំក៏ដោយក៏អ្នកនៅតែគ្មានតម្លៃដដែលដូច្នេះគុណតម្លៃនៃជីវិតមិនស្ថិតនៅលើវ័យឬខ្លីនោះឡើយប៉ុន្តែស្ថិតនៅត្រង់ថាតើអ្នកបានបង្កើតគុណតម្លៃអ្វីខ្លះសម្រាប់ជីវិតរបស់អ្នកដែលអាចជួយឲ្យមានភាពប្រសើរឡើងក៏ដូចជាជួយឲ្យមានការផ្លាស់ប្ដូរមួយកើតឡើងនៅក្នុងជីវិតរបស់អ្នកដទៃទៅវិញទេសូមអបអរសាទរអ្នកបានបញ្ចប់សៀវភៅអភិវឌ្ឍខ្លួនថ្មីមួយក្បាលទៀតហើយនៅក្នុងសប្តាហ៍នេះកុំភ្លេចជួបគ្នានៅសប្តាហ៍ក្រោយជាមួយនឹងសៀវភៅថ្មីមួយក្បាលផ្សេងទៀតសម្រាប់ពេលនេះសូមអរគុណនិងសូមជម្រាបលា